រាល់ពេលដែលនាងអង្គុយនៅមុខកុំព្យូទ័រវាមានន័យថាមាននរណាម្នាក់នឹងត្រូវសើហើយសំឡេងវា keyboard យ៉ាងស្រួយស្រេះប្រៀបដូចជាការរាប់ថយក្រោយនៃសេចក្តីស្លាប់ដែលកំពុងខិតជិតមកដល់ហើយលើកនេះគោលដៅដែលគាត់បានកំណត់នោះមានឈ្មោះថា Hosodoyev Chedui នៅក្នុងថ្ងៃមួយនៃឆ្នាំ2018 Hosodoyev រួមជាមួយបាពួក2នាក់ទៀតបានសម្រុកចូលទៅក្នុងហាងទំនិញងាយស្រួលមួយដែលគាត់ធ្លាប់ធ្វើការក្រៅម៉ោងនៅទីនោះដោយសារតែការជំរិតទារប្រាក់មិនបានសម្រេចពួកគេក៏បានសម្លាប់សមាជិកគ្រួសារម្ចាស់ហាងទាំង3នាក់យ៉ាងឃោរឃៅស្លាប់អស់ទៅអ្វីដែលធ្វើឲ្យមនុស្សម្នាកាន់តែខឹងសម្បាថែមទៀតនោះគឺបន្ទាប់ពីការថៃភ្លាម Hosodoyev មិនមានអារម្មណ៍ស្ដាយក្រោយឬខុសឆ្គងបន្តិចសោះឡើយផ្ទុយទៅវិញគាត់បានរត់ទៅរាំលេងនៅក្លឹបរាត្រីពេញមួយយប់ហើយថែមទាំងបានបង្ហោះបង្អួតពីព័ត៌មានលម្អិតនៃសកម្មភាពឧក្រិដ្ឋកម្មរបស់ខ្លួននៅលើបណ្ដាញសង្គមយ៉ាងប្រហើនទៀតផងបន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួនចៅក្រមបែរជាយកលេខថាគាត់ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងរហូតបាត់បង់ស្មារតីនិងសមត្ថភាពក្នុងការបែងចែកខុសត្រូវហើយកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមតែ1ឆ្នាំប៉ុណ្ណោះភាពអយុត្តិធម៌នេះបានធ្វើឲ្យសេចក្តីខឹងសម្បានិងការឈឺចាប់នៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាកាន់តែពុះកញ្ជ្រោលឡើងថ្ងៃនៃការរងចាំដ៏ឈឺចាប់ទីបំផុតបានបញ្ចប់ថ្ងៃចុងសប្តាហ៍បានឈានចូលមកដល់តាមការគ្រោងទុកការកាត់ទោសប្រហារជីវិតចំពោះ Hosodoyev បានចាប់ផ្ដើមបើកឆាកជាផ្លូវការខ្ញុំទទួលបន្ទុកកាត់វីដេអូទាំងយប់រីឯអ្នកទទួលបន្ទុកទស្សនាដោយរីករាយទីនេះគឺដាយ៉ននិយាយពីភាពយន្ត Daewon Shuju ថ្ងៃនេះខ្ញុំនាំយកសាច់រឿងភាគទី2នៃរឿង Vigilant យុទ្ធធម៌ក្រៅច្បាប់មកជូនទស្សនាចាប់តាំងពី Cheng Daesing ត្រូវបានដាក់ទណ្ឌកម្មមកវិបាកនៃមន្ទីរសាធារណជនបានរីករាលដាលយ៉ាងលឿនដោយភ្លើងឆេះព្រៃពេញតាមដងផ្លូវក្នុងប្រទេសកូរ៉េខាងត្បូងប្រជាជនសាមញ្ញជាច្រើនបានចេញមុខមកកោតសរសើរនិងគាំទ្រចៅក្រមរាត្រីដ៏អាចកំបាំងរូបនេះយ៉ាងខ្លាំងប៉ុន្តែម្ខាងទៀតខាងប៉ូលីសបែរជាធ្លាក់ចូលទៅក្នុងស្ថានភាពតច្រកនិងគ្មានតម្រុយក្នុងការស៊ើបអង្កេតតតែសោះឧបករណ៍កាមេរ៉ាសុវត្ថិភាព CCTV នៅជុំវិញកន្លែងកើតហេតុត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងអស់មិនអាចស្វែងរកតម្រុយណាមួយដើម្បីធ្វើការស៊ើបអង្កេតឲ្យច្បាស់លាស់បានឡើយបន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយចិត្តរបស់ប្រជាជនពេញប្រៀបទៅដោយការមិនយល់និងការខឹងសម្បាព្រោះអ្នកដែលកំពុងការពារយុត្តិធម៌ពិតជាត្រូវប៉ូលីសចោទប្រកាន់ថាជាឃាតករសម្លាប់មនុស្សទៅវិញបាទសួស្តីអ្នកទាំងអស់គ្នានៅពេលរសៀលជំរាបសួរទស្សនិកជនទាំងអស់គ្នាក្រៅពីប៉ូលីសអ្វីដែលធ្វើឲ្យឈឺក្បាលដូចគ្នាដែរនោះគឺក្រុមការងារកម្មវិធីទូរទស្សន៍ដែលពាក់ព័ន្ធព្រឹត្តិការណ៍ដាក់ទណ្ឌកម្មជនល្មើសដ៏ម៉ឺងម៉ាត់មួយនេះបែរជាត្រូវបានពួកគេយកមកធ្វើជាកម្មវិធីកម្សាន្តសម្រាប់ឲ្យប្រជាជនទូទាំងប្រទេសមកចំរោមមើលទៅវិញហេតុនេះហើយទើបក្រុមការងារកម្មវិធីរងការប្តឹងផ្តល់នឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតមានហើយប៉ុន្តែជឿនមីលីខៃមីលីពិតជាស័ក្តិសមជាអ្នកសារព័ត៌មានជើងចាស់មែននៅក្នុងចិត្តរបស់នាងគិតតែពី rating របស់កម្មវិធីនិងចំនួនអ្នកចូលមើល traffic ប៉ុណ្ណោះព្រោះឲ្យតែមានភាពល្បីល្បាញនិងការចាប់អារម្មណ៍វានឹងបង្កើតជាប្រាក់ចំណូលនាងដែលមានមហិច្ឆតាខ្ពស់មិនបានដកថយឡើយផ្ទុយទៅវិញនាងបានបញ្ញាចិត្តថានឹងរុញច្រានឲ្យកម្មវិធីនេះកាន់តែល្បីល្បាញខ្លាំងជាងមុនមួយកម្រិតទៀតដើម្បីបង្កើនប្រធានបទជែកវែកញែកនៅក្នុងកម្មវិធីជឿនមីលីបានប្រកាសជាសាធារណៈនៅព័ត៌មានលម្អិតរបស់ឧក្រិដ្ឋជនកំពុងរត់គេចខ្លួនចំនួន3នាក់ក្នុងពេលតែមួយគឺជារបស់លោកតានាងចង់ដឹងថាតើអ្នកការពារសន្តិសុខសង្គម Vigilant រូបនេះនឹងជ្រើសរើសចាត់ការនរណាមុនហើយវាក៏អាចជួយបង្វែរការយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតរបស់ប៉ូលីសផងដែរដោយមានមេរៀនពី Cheng Daesing ពីមុនមកជីយ៉ងឆៃវ៉ងមើលធ្លុះពីល្បិចកលរបស់ប្រព័ន្ធផ្សព្វផ្សាយភ្លាមប៉ុន្តែគាត់មិនបានញើសឡើយឲ្យតែអាចចុះដៃដាក់ទណ្ឌកម្មមនុស្សអាក្រក់បានដោយផ្ទាល់ដៃគាត់មិនខ្វល់ឡើយថាខ្លួនឯងនឹងត្រូវប្រព័ន្ធផ្សព្វផ្សាយយកទៅប្រើប្រាស់ជាឧបករណ៍យ៉ាងណានៅចុងសប្តាហ៍ពេលកំពុងធ្វើដំណើរតាមរថយន្តក្រុងមិត្តភ័ក្តិរបស់គាត់បានបួលទៅជប់លៀងម្ដងទៀតតែជាធម្មតាជីយ៉ងតែងតែបដិសេធប៉ុន្តែលើកនេះគាត់បែរជាយល់ព្រមយ៉ាងរហ័សអូប្រែថា Hosodoyev តែងតែចេញចូលក្លឹបរាត្រីមួយនេះជាញឹកញាប់មែនអ្វីគ្រប់យ៉ាងគឺដូចទៅនឹងអ្វីដែលគាត់បានគិតទុកមុនគ្មានខុសពេលទើបតែមកដល់មាត់ទ្វារក្លឹបគាត់ត្រូវបានស្ត្រីប្លែកមុខម្នាក់ដើរចូលមកញ៉ាយនិងតាក់ទងដោយបង្ខំនៅពេលដែលចម្ងាយរវាងអ្នកទាំងពីរកាន់តែខិតជិតគ្នាជីយ៉ងបានรู้យ៉ាងច្បាស់នៅខ្លឹមសារនៃការសន្ទនារវាង Hosodoyev និងកូនចៅរបស់គេ Hosodoyev កំពុងតែនិយាយអួតអាងប្រាប់កូនចៅទាំងមោទនភាពអំពីរបៀបដែលខ្លួនបានលបលួចប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់ដើម្បីគេចផុតពីការកាត់ទោសទម្លាក់កំហុសទាំងអស់អ្នកមិនដឹងនោះទេទៅហើយប៉ុន្តែទោះបីជាការយល់ឃើញរបស់ប្រជាជនយ៉ាងណាក៏ដោយនៅពេលឃើញរកពីដ៏ច្រឡះផ្លាស់និងក្អេងក្អាងរបស់ Hosodoyev ជីយ៉ងខឹងរហូតដល់ញ័រខ្លួនប្រាណចង់តែស្ទុះទៅវាប្រដៅមនុស្សអាក្រក់ម្នាក់នេះភ្លាមតែម្ដងតាមពិតទៅ Hosodoyev បានលបលក់របស់ខុសច្បាប់គ្រឿងញៀននៅក្នុងក្លឹបរាត្រីនេះជាយូរមកហើយគេលក់ឲ្យតែក្រុមនិស្សិតសាកលវិទ្យាល័យដែលធ្លាប់ស្គាល់គ្នាប៉ុណ្ណោះដោយសារតែជីយ៉ងសម្លឹងមើលរាល់សកម្មភាពរបស់ Hosodoyev មិនដាក់ភ្នែកទើបធ្វើឲ្យស្ត្រីដែលមកតាក់ទងគាត់នោះយល់ច្រឡំថាគាត់មកទិញរបស់ខុសច្បាប់ដែរដំណើររឿងដ៏ហួសចិត្តមួយនេះធ្វើឲ្យខ្ញុំដែលជាអ្នកកាត់ទមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាន់តែនិយាយចប់ភ្លាមស្ត្រីរូបនោះក៏បានដករបស់មួយកញ្ចប់ញាត់ចូលក្នុងមាត់បន្ទាប់មកនាងក៏បានស្ទុះទៅថើបមាត់ជីយ៉ងដោយគ្មានកាប់រកាសទុកជាមុនគឺបែបនេះឯងថ្ងៃដែលគួរតែជាថ្ងៃដាក់ទណ្ឌកម្មមនុស្សអាក្រក់ដ៏សំខាន់ជីយ៉ងបែរជាត្រូវបាត់បង់ការថាប់ដំបូង first case របស់ខ្លួនទាំងវង្វេងវង្វាន់ទៅវិញទោះជាយ៉ាងណាការមកក្លឹបរាត្រីលើកនេះមិនមែនគ្មានផលកម្រៃអ្វីសោះនោះទេគាត់បានបញ្ជាក់យ៉ាងច្បាស់ពីបទល្មើសលបលក់របស់ខុសច្បាប់របស់ Hosodoyev បន្ទាប់ពីការលុបតាមដាននិងការស៊ើបអង្កេតយ៉ាងលម្អិតអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នាគាត់បានក្តាប់ជាប់យ៉ាងច្បាស់នៅខ្សែរយៈនៃការនាំចូលទំនិញរបស់ Hosodoyev និងកន្លែងលាក់លុយខុសច្បាប់ដ៏សម្ងាត់របស់ពួកគេទៅហើយខណៈពេលដែលអ្នកកាសែតគ្រប់ទីកំពុងតែទូទីផ្ដេសផ្ដាសពីគោលដៅបន្ទាប់របស់ Vigilant ផែនការដាក់ទណ្ឌកម្មរបស់ជីយ៉ងបានចាប់ផ្ដើមបើកឆាកជាផ្លូវការបន្ទាប់ពីបានឃើញក្រដាសសារដែលបន្សល់ទុកនៅលើកញ្ចក់ឡានភ្លាមមុខរបស់ Hosodoyev ប្រែជាស្លេកស្លាំងដោយសេចក្តីភ័យខ្លាចគាត់បានចុចទូរស័ព្ទទាំងដៃញាប់ញ័រទៅកាន់បាក់ពូម្នាក់ឈ្មោះគូជីនលីជូឆេលីដើម្បីឲ្យជួយស្រាវជ្រាវរកប្រភពលេខទូរស័ព្ទនៅក្នុងក្រដាសនោះនឹកស្មានមិនដល់ថាពេលស្រាវជ្រាវទៅបែរជាឃើញលេខនោះមានប្រភពចេញពីក្រុមម៉ាហ្វី Black Gang នៅទីក្រុង Busan Besen ទៅវិញ Hosodoyev ដឹងខ្លួនភ្លាមថាខ្លួនឯងកំពុងត្រូវបានគេតាមប្រមាញ់ហើយដូច្នេះគាត់មានបំណងចង់ធ្វើស៊ីមួយចុងក្រោយបង្អស់រួចរត់គេចចេញពីតំបន់នេះដើម្បីគេចខ្លួនមួយរយៈប៉ុន្តែគាត់នឹកស្មានមិនដល់តតែសោះថាកន្លែងលាក់លុយសម្ងាត់របស់គាត់ត្រូវបានជីយ៉ងចូលទៅកាយរស់រលែងសល់អ្វីទាំងអស់ទៅហើយនៅពេលដំបូងគាត់ស្មានតែជាមនុស្សដែលមេរបស់ខ្លួនបញ្ជូនមករហូតតតែបានស្ដាប់ព្រឹសសម្ដីរបស់ភីគីមខាងទៀតទើបគាត់ដឹងខ្លួនថាមនុស្សដែលនៅចំពោះមុខនេះគឺជា Vigilant អ្នកការពារយុត្តិធម៌ក្រៅច្បាប់ដែលល្បីល្បាញនៅលើអ៊ីនធឺណិតនៅពេលឃើញលុយកាក់ដែលខ្លួនខំប្រមូលសន្សំមកទាំងលំបាកត្រូវភ្លើងឆេះបំផ្លាញខ្ទេចគ្មានសល់ Hosodoyev បានបាត់បង់ម្ចាស់ការនិងសតិសម្បជញ្ញៈទាំងស្រុងប៉ុន្តែកម្លាំងនិងសមត្ថភាពប្រយុទ្ធរបស់គាត់មិនមែនជាគូប្រកួតរបស់ជីយ៉ងឡើយ
ជីយ៉ងបានអន់ខ្លួនគេចពីកណ្ដាប់ដៃដ៏ធ្ងន់របស់គូប្រកួតបន្ទាប់មកវាមួយកណ្ដាប់ដៃឆ្វេងយ៉ាងខ្លាំងចំផ្ទៃមុខភីគីមខាងទៀតរួចបន្តវាសម្រុកទៅលើមុខរបួសជាបន្តបន្ទាប់មកគាត់បានប្រើប្រាស់រោងដែក scaffolding នៅកន្លែងកើតហេតុដើម្បីចងព្យួររកហសូដូយេបទៅលើអាកាសនៅពេលនេះទើបហសូដូយេបបន្ទាបខ្លួនមកអង្គរកសុំជីវិតយ៉ាងគួរឲ្យអាណិតប៉ុន្តែជីយ៉ុងគ្រាន់តែសើចចំអកយ៉ាងត្រជាក់ស្រទុំកាលពីមុនពេលដែលសមាជិកគ្រួសារទាំង3នាក់ដែលត្រូវអ្នកសម្លាប់បានអង្គរកសុំជីវិត2នាក់តើអ្នកធ្លាប់មានចិត្តទន់ភ្លន់ឬអាណិតអាសូរពួកគេបន្តិចដែរទេដើម្បីឲ្យគាត់ស្លាប់ទាំងដឹងខ្លួនច្បាស់ជីយ៉ុងបានដកវីដេអូដែលគាត់បានចុះដៃសម្លាប់កុមារដោយផ្ទាល់ដៃមកចាក់បង្ហាញនៅចំពោះមុខគាត់បើចង់សុំការអភ័យទោសចូលទៅចុះនរកហើយសុំទោសជនរងគ្រោះដែលស្លូតត្រង់ទាំងនោះទៅចុះបន្ទាប់ពីធ្វើរឿងទាំងអស់នេះរួចរាល់ជីយ៉ុងបានអូសរាងកាយដ៏ហត់នឿយរបស់ខ្លួនត្រឡប់ទៅផ្ទះវិញរាល់ពេលដែលបញ្ចប់សកម្មភាពដាក់ទណ្ឌកម្មម្ដងនៅក្នុងចម្រៅចិត្តរបស់គាត់តែងតែមានអារម្មណ៍ទេស្អាតនិងឯកោម្យ៉ាងគាត់មិនមែនជាមនុស្សដែលចូលចិត្តការសម្លាប់មកពីកំណើតនោះទេប៉ុន្តែគឺភាពអយុត្តិធម៌នៃពិភពលោកមួយនេះដែលបង្ខំឲ្យគាត់ត្រូវដើរលើវិធីមួយនេះបន្ទាប់ពីព័ត៌មាននៃការស្លាប់របស់ហូសូដូយេបត្រូវបានផ្សព្វផ្សាយខាងប៉ូលីសបានដាក់បញ្ចូល Vigilance ទៅក្នុងបញ្ជីស្វែងរកចាប់ខ្លួនជាឧក្រិដ្ឋជនកម្រិតលេខ1ជាផ្លូវការសម្រេចចិត្តរបស់ប៉ូលីសលើកនេះបានបង្កឲ្យមានការមិនពេញចិត្តនិងការរិះគន់យ៉ាងខ្លាំងពីប្រជាជនម្ដងទៀតហើយនុកជំនាញជាច្រើនក៏បានចេញមុខមកចោទសួរជាសាធារណៈផងដែរតើប្រព័ន្ធតុលាការនិងច្បាប់នៅក្នុងប្រទេសយើងមានចន្លោះប្រហោងយ៉ាងច្បាស់ក្រឡែកមែនទេបើមិនដូច្នោះទេហេតុអ្វីបានជាប្រជាជននាំគ្នាគាំទ្រអ្នកដែលប្រើប្រាស់ច្បាប់ទម្លាប់ក្រៅប្រព័ន្ធដើម្បីដាក់ទណ្ឌកម្មជនល្មើសបែបនេះទៅវិញនៅពេលស្ដាប់ពីអ្នកជំនាញទាំងនោះនិយាយពីយុត្តិធម៌និងភាពស្មើភាពដែលគ្មានការអនុវត្តជាក់ស្ដែងក្នុងចិត្តរបស់ជីយ៉ុងពេញទៅដោយភាពព្រាមក្រំនិងមានអារម្មណ៍ថាវាជារឿងគួរឲ្យអស់សំណើចយ៉ាងខ្លាំងកម្មវិធីទូរទស្សន៍បានទូទាត់ពីសកម្មភាពរបស់ Vigilance យ៉ាងត្រឹមត្រូវម្ដងទៀតធ្វើឲ្យ rating របស់កម្មវិធីហក់ឡើងខ្ពស់កប់ម្ដងទៀតប៉ុន្តែជឿនមីលីមិនអាចសប្បាយចិត្តបានឡើយព្រោះរូបភាពដែលអ្នកកាសែតក្រោមបង្កប់ថតបានបើមិនមែនជារូបភាពព្រើនៅក្នុងព្រៃឈើគឺជារូបភាពរញ៉េញ៉ៃតាមជ្រុងងឹតពោលគឺមិនអាចថតចំស្រមោលរបស់ឧក្រិដ្ឋជនបានតតែសោះក្នុងពេលជាមួយគ្នានោះពេលដែលប៉ូលីសកំពុងប្រឹងប្រែងតាមដានករណីនេះថ្នាក់លើស្រាប់តែចេញបញ្ជាឲ្យផ្ទេរករណីនេះទៅឲ្យក្រុមស៊ើបអង្កេតតំបន់ទូលំទូលាយ Metropolitan Investigation Team ជាអ្នកទទួលបន្ទុកវិញហើយអ្នកដែលមកទទួលកាន់កាប់ករណីនេះគឺជានគរបាលស៊ើបអង្កេតកម្រិតបេសាចដែលធ្វើឲ្យមនុស្សម្នាឈ្មោះហើយញើតក្បាលគឺលោកជូហ្វានវូឈូហ៊ៀនចៅស៊ីនសៀងគ្រាន់តែប្រើប្រាស់ដែនខាងច្របាច់បំបែកកាក់ដៃភ្លាមសកម្មភាពនេះបានធ្វើឲ្យគូជីនលីបាត់បង់គំនិតចង់ទៅដៃឬរត់គេចខ្លួនមួយរំពេចនៅពេលដំបូងគូជីនលីស្មានតែភីគីមខាងទៀតមកទារបំណុលរហូតតតែជូហ្វានវូលើកឡើងពីករណីរបស់ហូសូដូយេបទើបគាត់ដឹងថាបុរសម្នាក់នេះជាប៉ូលីសភ្លាមនោះគាត់ក៏បានប្រែយកពីមុខជីច្រឡាប្លាសម្ដងទៀតព្រោះតែធ្លាប់ដើរក្នុងវិថីងឹតអ្នកលេងជាច្រើនឆ្នាំគាត់មិនដែលខ្លាចប៉ូលីសធម្មតានោះឡើយប៉ុន្តែគាត់មិនដឹងតតែសោះថាប៉ូលីសស៊ើបអង្កេតដែលនៅចំពោះមុខគាត់ម្នាក់នេះមានភាពសាហាវឃោរឃៅនិងគ្រោះថ្នាក់ជាងអ្វីដែលគាត់បានគិតឆ្ងាយណាស់ទៅហើយទោះបីជាគាត់ពាក់ឯកសណ្ឋានជាប៉ូលីសក៏ដោយប៉ុន្តែគាត់មានភាពខុសប្លែកស្រឡះពីប៉ូលីសធម្មតាដែលនៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នាដោយឃើញគូជីនលីនៅតែមានរកពីមិនព្រមចុះចូលជូហ្វានវូបានចុះដៃចាប់យកខ្លួនគេឡើងទៅលើអាកាសដោយផ្ទាល់ដើម្បីឲ្យគេត្រជាក់ចិត្តនិងដឹងខ្លួនឡើងវិញប៉ុន្តែគួរឲ្យស្ដាយព័ត៌មាននិងតម្រុយដែលគូជីនលីបានដឹងគឺមានកម្រិតខ្លាំងណាស់មិនអាចផ្ដល់ព័ត៌មានដែលមានប្រយោជន៍ច្រើនជាងនេះបានឡើយនៅពេលនេះប៉ូលីសស៊ើបអង្កេតកម្រិតបេសាចបានចូលខ្លួនមកធ្វើការស៊ើបអង្កេតជាផ្លូវការហើយតើការធ្វើសកម្មភាពលើកក្រោយរបស់ជីយ៉ុងនឹងអាចគេចខ្លួនបានយ៉ាងរលូនទៀតដែរឬទេទទួលស្គាល់ពន្លឺទៅហើយកុំភ្លេចជួយចុច follow ម្នាក់មួយផងណាបងដើម្បីទទួលភាគបន្តនិងទស្សនារឿងថ្មីប្រចាំថ្ងៃសូមអរគុណ